I did not mean to hurt you មើលរបៀបអានក្រុមបានគឺ I did not mean to hurt you បងប្អូន I did not mean to hurt you នេះគឺយើងបានន័យថាខ្ញុំមិនមានចេតនាធ្វើឲ្យអ្នកឈឺចាប់ទេឬក៏ខ្ញុំមិនមានបំណងធ្វើឲ្យអ្នកអាក់អន់ស្រពន់ចិត្តអញ្ចឹងក៏បានដែរណាបងប្អូនយើងមើលហើយអានម្ដងទៀតទាំងអស់គ្នា I did not mean to hurt you I did not mean to hurt you យើងប្រែថាខ្ញុំមិនមានចេតនាឬក៏បំណងធ្វើឲ្យអ្នកឈឺចាប់ទេឬក៏ឈឺចាប់តែប៉ុណ្ណឹងក៏បានដែរ Did you enjoy the food បងប្អូន Did you enjoy the food Did you enjoy the food Did you enjoy the food នឹងគឺយើងប្រែថាពេញចិត្តអាហារនឹងអត់ណាពេលតែយើងនាំគ្នាទៅបរិភោគទៅយើងឃើញមិត្តភ័ក្តិរបស់យើងឬក៏ដៃគូយើងហូបទៅដូចជាឆ្ងាញ់ឬក៏មិនសូវជាឆ្ងាញ់អញ្ចឹងណាយើងអាចសួរគេបានថា Did you enjoy the food ណាពេញចិត្តអាហារនឹងអត់ណាបងប្អូនយើងមើលរបៀបអានខាងក្រោមបានគឺ Did you enjoy the food ណាពេញចិត្តអាហារនឹងអត់ I have a lot of work បងប្អូន I have a lot of work អញ្ចឹងឃ្លាថា I have a lot of work នោះគឺយើងប្រែថាខ្ញុំមានការងារច្រើនណាស់ឬក៏ខ្ញុំមានការងារច្រើនណាស់ដែលត្រូវធ្វើក៏បានដែរអញ្ចឹងណាបងប្អូន I have a lot of work work នោះគឺប្រែថាការងារណាបងប្អូន a lot of នោះគឺប្រែថាច្រើន have នោះគឺប្រែថាមាន I នោះគឺប្រែថាខ្ញុំអញ្ចឹងចូលគ្នាទាំងអស់រួមគ្នាទាំងអស់ទៅគឺ I have a lot of work នោះគឺយើងប្រែថាខ្ញុំមានការងារច្រើនណាស់ I am having lunch now I am having lunch now បងប្អូន I am having lunch now I am having lunch now បងប្អូន I am having lunch now ប្រែថាខ្ញុំកំពុងញ៉ាំបាយថ្ងៃត្រង់ហើយឬក៏ខ្ញុំកំពុងញ៉ាំបាយថ្ងៃត្រង់បងប្អូន I am having lunch now ខ្ញុំកំពុងទទួលទានឬក៏ខ្ញុំកំពុងបរិភោគឬក៏ខ្ញុំកំពុងញ៉ាំបាយថ្ងៃត្រង់ណាបងប្អូន now គឺប្រែថាឥឡូវនេះឬក៏ក្នុងអំឡុងពេលនេះណាបងប្អូន lunch ប្រែថាអាហារថ្ងៃត្រង់បងប្អូនមើលរបៀបអានក្រោមបានគឺ lunch ឡអាឡាន no ឡានបន្តមួយឡានមិនមែនឡានទេគឺឡានបងប្អូនអញ្ចឹង lunch សំឡេងឆបងប្អូនសំឡេងឆអញ្ចឹង lunch នឹងគឺប្រែថាអាហារថ្ងៃត្រង់ having នឹងគឺប្រែថាទទួលទានឬក៏បរិភោគណាបងប្អូននៅក្នុងទីនេះ I នឹងគឺប្រែថាខ្ញុំ I នឹងគឺយើងដឹងហើយគឺប្រែថាកើតមានគឺជានឹងឯងអញ្ចឹងឃ្លាថា I am having lunch now នឹងគឺយើងប្រែថាខ្ញុំកំពុងញ៉ាំបាយថ្ងៃត្រង់ឬខ្ញុំកំពុងទទួលទានអាហារថ្ងៃត្រង់ I am sorry to hear that បងប្អូន I am sorry to hear that I am sorry to hear that នឹងគឺយើងប្រែថាខ្ញុំសោកស្ដាយផងណាដែលបានឮរឿងនឹងនរណាម្នាក់ឬក៏មិត្តភ័ក្តិយើងគាត់និយាយរឿងដល់សោកសង្រេងរបស់គាត់ដែលកំពុងតែកើតមានឡើងណាដល់ពេលយើងឮហើយណាយើងឮហើយយើងនិយាយថា I am sorry to hear that ហ្នឹងគឺយើងប្រែថាខ្ញុំសោកស្ដាយផងណាដែលបានឮរឿងហ្នឹងបងប្អូនមើលរបៀបអានក្រោមបានគឺ I am sorry to hear that ណាបងប្អូនខ្ញុំសោកស្ដាយផងណាដែលបានឮរឿងហ្នឹងណា hear ហ្នឹងគឺយើងប្រែថាឮឬក៏ស្ដាប់ណា sorry ហ្នឹងគឺប្រែថាសុំទោស I ហ្នឹងគឺប្រែថាខ្ញុំ am ហ្នឹងប្រែថាកើតមានគឺជាអញ្ចឹងឃ្លាថា I am sorry to hear that ហ្នឹងគឺយើងប្រែថាខ្ញុំសោកស្ដាយផងណាដែលបានឮរឿងនោះ That is not what I meant បងប្អូន That is not what I meant That is not what I meant អញ្ចឹងឃ្លាថា That is not what I meant នឹងគឺយើងប្រែថានឹងមិនមែនជាអ្វីដែលខ្ញុំចង់មានន័យទេណាបងប្អូន That is not what I meant បងប្អូននឹងមិនមែនជាអ្វីដែលខ្ញុំចង់មានន័យទេយើងមើលរបៀបអានខាងក្រោមបានគឺ That is not what I meant នឹងមិនមែនជាអ្វីដែលខ្ញុំចង់មានន័យនោះទេណាបងប្អូនmean នេះគឺយើងប្រែថាន័យណាបងប្អូនន័យដែលយើងនិយាយទៅអញ្ចឹងណាបងប្អូនន័យឯ what ហ្នឹងគឺប្រែថាអ្វីណាបងប្អូនឯ I ហ្នឹងគឺប្រែថាខ្ញុំ not ប្រែថាមិនមែនណាបងប្អូនហើយនេះ is ហ្នឹងគឺប្រែថាកើតមានគឺជាអញ្ចឹង clear ថាthat is not what I mean ហ្នឹងគឺយើងប្រែថានឹងមិនមែនជាអ្វីដែលខ្ញុំចង់មានន័យទេ